ជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹង vlog ថ្ងៃទី2របស់ខ្ញុំនៅក្នុងទីក្រុង Shanghai ចាអញ្ចឹងពួកខ្ញុំ start a day ជាមួយនឹងការញ៉ាំគៀវជាអាហារពេលព្រឹកនៅជិតកន្លែងពួកខ្ញុំគេងហើយបន្ទាប់មកពួកខ្ញុំក៏បានទៅផ្សារបោះដុំធំមួយនៅក្នុងទីក្រុង Shanghai ផងដែរបន្ទាប់ពីខ្ញុំចេញពីផ្សារបោះដុំមកខ្ញុំបានទៅលេងកន្លែងមួយផងដែរដែលគេល្បីពេញនិយមនៅក្នុងទីក្រុង Shanghai ហ្នឹងដែលពួកខ្ញុំជិះកង់ទៅនិយាយទៅជិះរៀងឆ្ងាយខ្លាំងហ្មងចាហើយនេះគឺជាម្ហូប street food របស់គេខ្ញុំមិនដឹងថាវាជាប្រភេទអីទេប៉ុន្តែវាស្តៀងដូចជានំទូគីបន្តិចស្តៀងដូចសាំងវិញបន្តិចអ្នកគ្នាអញ្ចឹងណាគេដឹងឲ្យប្រាប់ខ្ញុំផងប៉ុន្តែរសជាតិគឺឆ្ងាញ់ដោយសារខ្ញុំក៏បានញ៉ាំដែរបែបសាហាវអត់ដឹងថាខ្មែរគេមានលក់អត់ទេបើមានគឺល្អអ្នកគ្នាហើយនៅសៀងហៃហ្នឹងកន្លែងដើរលេងភាគច្រើនឈ្មោះពីក្រោយគឺគេដឹងដាក់ road របៀបដូច Wukang Road Nanjing Road Middle Road អីអញ្ចឹងអ្នកគ្នាហើយដោយសារភាគច្រើនគេលក់នៅតាមដងផ្លូវហ្នឹងហ្មងនៅហ្នឹងមាន mall មាន street food ជាមួយគ្នាមានហាងកាហ្វេអីចឹងទៅអត់និយាយអីចឹងនិយាយអីចាំមើលនិយាយតិចចឹងឥឡូវតាណាឥឡូវលើកំពុងរកអីញ៉ាំឥឡូវពួកខ្ញុំកំពុងរកអីញ៉ាំនឹងញ៉ាំអីទេចាគេថាចង់ថាស្រួលបួកមកសាច់អាំងអូញ៉ាំសាច់អាំងនេះសាច់អាំងបែបកូរ៉េចាមកចិនញ៉ាំសាច់អាំងកូរ៉េយ៉ាងតាចាគឺថា vlogger នេះមានចង្កេះ introvert គាត់អត់ថតវីដេអូទេអត់ដឹងនិយាយអីទេតោះតែគេហៅនិយាយបាននិយាយឥឡូវនេះគឺយើងបានមកដល់កន្លែងញ៉ាំសាច់អាំងកូរ៉េហ្នឹងហើយអ្នកនេះគឺគេអាំងឲ្យយើងអញ្ចឹងណាមិនដឹងថាគេឃើញយើងជន់បត់ទេឬគេគិតថាយើងមិនចេះអីចឹងណាចាប៉ុន្តែ service គេល្អហើយនេះគឺ shout out ទៅមិត្តភក្តិរបស់ខ្ញុំសម្រាប់ការជួយថតរូបឲ្យស្អាតស្អាតគេប្រើកាមេរ៉ា digital ថតរូបឲ្យយើងហើយ edit ឲ្យហើយសំខាន់ stylish ឲ្យទេអ្នកគ្នាពាក់កៅអៅពាក់អីហ្នឹងគឺគេរៀបចំឲ្យយើងមួយសាតនិយាយទៅយើងហប់អានមិត្តភក្តិត្រូវនៅពេលដែលគាត់ចេះថតរូបចឹងណា Yeah shout out ទៅគាត់ thank you ហ្មងចានេះជាទស្សនវិជ្ជាកន្លែងយើងញ៉ាំអីរសជាតិគេធម្មតាដូចយើងញ៉ាំនៅខ្មែរចឹងអ្នកគ្នាហើយកន្លែងនេះអ្នកគ្នាឃើញគាត់ច្អល់មកខ្ញុំហើយដោយសារខ្ញុំត្រូវធ្វើជារៀបបកប្រែវីដេអូកន្លែងហ្នឹងសើចប៉ុន្តែខ្ញុំអត់ដាក់សលេងស៊ីនចូលទេចាអញ្ចឹងបន្ទាប់ពីយើងចេញពីកន្លែងញ៉ាំអីមកយើងក៏បានដើរទៅតាមដងវិថីទុយគេហៅដូចដឿងហែមចឹងអ្នកគ្នាប៉ុន្តែនៅតាមច្រកមួយហ្នឹងគឺសិតតែមានកន្លែងលក់អីដូចលក់របស់ញ៉ាំលក់កាហ្វេលក់តែលក់វត្ថុអនុស្សាវរីយ៍អីអញ្ចឹងហើយសម្បូរភ្ញៀវទេសចរនិងសម្បូរកន្លែងថតរូបស្អាតៗហ្មងអ្នកគ្នាចាហើយបន្ទាប់មកពួកខ្ញុំក៏បានចូលហាងតែដ៏ធំនិងល្បីនៅតាមផ្លូវនឹងផងដែរដើម្បីទិញតែផ្ញើអ្នកទេសអីអញ្ចឹងណាប៉ុន្តែខ្ញុំមិនអ្នកផឹកតែទេនេះបងស្រីខ្ញុំនេះគាត់ចូលផឹកតែអញ្ចឹងទៅត្រូវហ្មងចាហើយពេលដែលគាត់ទិញអស់ច្រើនអញ្ចឹងទៅគេក៏ហៅគាត់ឲ្យធ្វើ presentation ឲ្យគាត់ស្ដាប់ឆុងតែប្រាប់ប្រភេទតែអញ្ចឹងក៏ពិតការផឹកតែល្អអ្នកគ្នាគាត់ខ្ញុំផឹកតែកាហ្វេ Yes ហើយចេញពីកន្លែងហ្នឹងមកយើងក៏បាននាំគ្នាជិះតាក់ស៊ីមក The Bund អញ្ចឹងគោលបំណងរបស់យើងនេះគឺយើងមកថតរូបនៅ The Bund ជាកន្លែងដែលល្បីនិយាយទៅគឺយើងមកសាំងហៃអត់បានមកថតរូបនៅហ្នឹងគឺស្មើសូអ្នកគ្នាដូចអ្នកគ្នាទៅលេងស៊ីមពីបានថតរូបនៅអង្គរវត្តអញ្ចឹងណាចាហើយនៅហ្នឹងបើសិនអ្នកគ្នាចង់ទៅថតរូបស្អាតទៅប្រហែលជាម៉ោង4ម៉ោង5ពីព្រោះនៅតំបន់ហ្នឹង uniqueness នៅក្នុងសាំងហៃហ្នឹងហ្មងហើយគេទៅនឹងភិកច្រើនទៅគោលបំណងនៅពេលដែលគេបើកភ្លើងណាអ្នកគ្នាអញ្ចឹងនៅហ្នឹងគេបើកភ្លើងម៉ោង6អញ្ចឹងអ្នកគ្នាចង់ទៅថតរូបស្អាតអីមុនមេឃអង្កិតអីទៅម៉ោង4ម៉ោង5ទៅថតរួចអស់ចិត្តទៅម៉ោង6គេបើកភ្លើងហើយអញ្ចឹងអ្នកគ្នាអាច search ក្នុង TikTok បានអាវីដេអូដែលគេបើកភ្លើងនៅតំបន់ហ្នឹងគឺស្អាតខ្លាំងមែនតើអ្នកគ្នាចាហើយសម្រាប់តំបន់ហ្នឹងផងដែរ W point របស់គេគឺអាគារនៅក្រោយខ្ញុំអ្នកគ្នាអាគារមាននាឡិកា4ឆុងដែលវាស្តៀងទៅនឹងអាគារ Big Ben នៅក្នុងទីក្រុងឡុងណាអ្នកគ្នាដោយសារតែប្រវត្តិសាស្ត្រគឺវាមានតាក់ទងគ្នាអញ្ចឹងណាហើយនេះគឺជាសំណង់បុរាណដែលសល់តាំងពីជំនាន់មុនអញ្ចឹងទៅដោយសារតែនៅឆ្នាំ1930ទីក្រុងសាំងហៃនឹងផងដែរគឺសម្បូរមានការរស់នៅដូចថាលំហូរចូលនៃជនបរទេសច្រើនដូចសូវៀតដូចរុស្ស៊ីដូចអឺរ៉ុបអង់គ្លេសអីអញ្ចឹងណាអ្នកគ្នាចាឥឡូវយើងកំពុងតែរងចាំថតពេលដែលគេបើកភ្លើងអាគារអញ្ចឹងបើអ្នកគ្នាបានទៅឲ្យគេថតឲ្យគឺស្អាតជាងនឹងហ្មងដូចនៅក្នុង TikTok អញ្ចឹងហើយចង់និយាយថានៅនឹងសម្បូរ street photographer មែនតើមកអ្នកគ្នាចង់ថតរូបបែបចិនទៅអ៊ីងអីអ្នកគ្នាអាចឲ្យពួកគាត់ថតរូបឲ្យបាន我们都没有错与对，找不到任何一个原因，没有理由。ចាបន្ទាប់ពីយើងថតវីដេអូថតរូបចង់2លានប៉ុសមកយើងក៏បានចេញមកយ៉ាងមហាពេលល្ងាចចានៅហាងចិនមួយចិត្តនឹងអញ្ចឹងទៅរសជាតិបេះសាហាវហើយបន្ទាប់ពីយើងចេញពីនឹងមកទៀតយើងក៏មកណានជីងរ៉ូតនិយាយទៅប៉បម៉ាតនេះអ្នកណាទៅសាំងហៃគឺក៏មិនអាចរំលងបានដែរជាមួយនឹងប៉បម៉ាតដែលធំជាងគេនៅក្នុងទីក្រុងសាំងហៃចាហើយទល់មុខហ្នឹងគឺមាន Apple Store ដ៏ធំមួយផងដែរពេលហ្នឹង17 Pro ទៅចេញអ្នកគ្នានិយាយទៅភ្ញៀវច្រើននិយាយទៅញាក់សាហាវហ្មងណាសំខាន់អត់មានក្នុង stock ទេបានតែទៅមើលឲ្យ pre order តែសំខាន់ខ្ញុំធ្វើទៅ check អីណាថតវីដេអូថតអីធ្វើដូចឯងនឹងមាន
សមត្ថភាពទិញអញ្ចឹងណាចាថាឲ្យទុកឲ្យគេវិញអរគុណសូមជម្រាបលាអូខេបន្តមកទៀតខ្ញុំក៏បានមកក្នុងប៉បម៉ាននេះមើលតុក្កតាអញ្ចឹងអ្នកគ្នានិយាយទៅហាងគេធំសាហាវហ្មងមានឡើង3ជាន់ចាបន្ទាប់ពីចេញពីប៉បម៉ានហ្នឹងមកពួកខ្ញុំក៏បានទិញទ្រឹងទិញអីញ៉ាំហើយក៏បានជាអទេសភ្លើងមកកន្លែងគេងវិញនិយាយទៅខ្ញុំដើរលេងពេញមួយថ្ងៃចេញពីផ្ទះតាំងផឹកចូលវិញគឺយប់ហ្មងហើយខ្ញុំអត់សូវចំណាយលុយច្រើនទៅលើការជិះឡានជិះអីដោយសារពួកច្រើនពួកខ្ញុំជិះកង់និងជិះរថភ្លើងប្រើ public transportation របស់គេដើម្បីចំណេញលុយអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកគេសូមការទស្សនាបាយបាយ